សម្ដេចតេជោហ៊ុនសែនបង្ហាញការខកចិត្តចំពោះសកម្មភាពរបស់លោកខេស៊ុនមួយពាក់ព័ន្ធនឹងការដុតតំណែងថៃចោលសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៅយប់ថ្ងៃទី20តុលា2025នេះបានបង្ហាញការខកចិត្តចំពោះសកម្មភាពរបស់លោកខេស៊ុនមួយពាក់ព័ន្ធនឹងការដុតតំណែងថៃចោលតាមសំណេររបស់សម្ដេចតេជោហ៊ុនសែននៅលើបណ្ដាញសង្គមទំនាក់ទំនងនាយប់ថ្ងៃទី20តុលានេះមានខ្លឹមសារថាខ្ញុំទើបបានមើលវីដេអូមានរយៈពេលជាង8នាទីរបស់ក្រុមដែលដឹកនាំដោយលោកខេស៊ុនមួយតាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់តំណែងថៃខ្ញុំពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោកខេស៊ុនមួយតែម្ដងការដុតតំណែងថៃចោលការដាក់បណ្ដាសាចំពោះអ្នកលក់តំណែងថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់តំណែងថៃមានស្ទើរតែ 99% ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានតំណែងថៃនៅសេសសល់តើឲ្យពួកគាត់យកទៅណាដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញប្រសិនបើ K01 មានប្រាក់សូមយកទៅទិញតំណែងដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាជាងដុតចោលដោយ K01 បានធ្វើដែលមាននៅក្នុងវីដេអូនេះបើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាងដុតឬកំទេចចោលខ្ញុំសូមឲ្យ K01 បញ្ឈប់សកម្មភាពបែបឈួតនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសិលធម៌សុជីវធម៌គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិខ្ញុំគាំទ្រការលក់តំណែងចាស់ឲ្យអស់តែមិនត្រូវនាំចូលតំណែងថ្មីមកបន្ថែមទៀតទេសូមកុំឲ្យមានឈ្មោះថាតំណែងចាស់លក់មិនចេះអស់តែវាជាតំណែងនាំចូលថ្មីមកបោកអតិថិជនឯអ្នកទិញក៏គួរពិនិត្យតើជាតំណែងចាស់ឬតំណែងថ្មីព្រោះតំណែងមានកាលកំណត់របស់វាត្រូវខិតខំផលិតតំណែងក្នុងស្រុកនិងជួយទិញផលិតផលក្នុងស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា K01 សូមចូលរួមយុទ្ធនាការជំរុញការប្រើប្រាស់តំណែងក្នុងស្រុកវិញប្រសើរជាងបាទនេះគឺជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានបង្ហាញអំពីការខកចិត្តចំពោះសកម្មភាពរបស់លោក K01 ពាក់ព័ន្ធនឹងការដុតតំណែងថៃចោលបាទគ្រប់ជំរាបសួរសម្ដេចពុកតាមរយៈវីដេអូមួយនេះកូនពិតជាសូមខមាទោសពីចង្អាយដែលរំខានសម្ដេចពុកត្រូវមកខ្វល់ខ្វាយរឿងកូនធ្វើទៅរឿងជ្រុលរឿងលើសដែរទៅទិញអាទឹកដោះគោគេដែលគេលុបដែលគេម៉ៅដែលគេដាក់តាំងនៅតូបនោះសល់តមកយូរពីយូរហ្នឹងកូនចេះតែទិញឲ្យម៉ៅមកកន្លងមកដែលធ្វើកន្លងមកអត់ដែលបានធ្វើវីដេអូឲ្យកូនចេះយកទៅចោលទៅអីចឹងហើយកុំពិតជាសុំទោសការពហិការរបស់កូនវាជ្រុលលើសលុះធ្វើឲ្យសម្ដេចពុកមានអារម្មណ៍ថាអត់សប្បាយចិត្តហើយនឹងមហាជនមួយចំនួនទៀតថាកូននឹងជ្រុលនិយមកូនពិតជាសុំខមាទោសអត់ដឹងថាកូននិយាយបែបណាទៅនិយាយទៅខ្លាចតែរៀងខុសចឹងពុកចឹងអាទៅដោះគោអាមីអាស្អីស្អីហ្នឹងគេដាក់លើដាក់តាំងលោកនៅទូនឹងអីចឹងពុកឲ្យគេកូននឹងកុំមានលុយអីច្រើនណាស់អញ្ចឹងកូនចាស់ទិញមកពួកគាត់បោយចេញពីស្តុកអញ្ចឹងកុំឲ្យគាត់តាំងអញ្ចឹងពុកកុំឲ្យគាត់តាំងអញ្ចឹងហើយមានកន្លែងខ្លះគាត់បោះចោលតែគាត់នៅសល់ដែរចិត្តហូដេលេដែរមានអ្នកមកទិញអញ្ចឹងគាត់បោះចោលឲ្យបានតែប៉ុណ្្នឹងពុកដើរទៅព្រឹករហូតដល់ល្ងាចដើរបានតែប៉ុណ្្នឹងហើយកូនគាត់ទិញយកអាមីកំប៉ុងខ្លះនិយាយទៅឲ្យតែអ្នកគេតាំងនៅទូតិចអញ្ចឹងមកតាមផ្លូវដែលកូនធ្វើហ្នឹងគឺកូនទិញយកមកហើយមានអ្នកបោះចាក់ខ្លះគាត់ថាយកទៅដុតចោលយកទៅហូបតអញ្ចឹងកូនក៏យកមកដុតចោលតែសកម្មភាពមួយនេះវាលើសពិតមែនកូនសូមទទួលខុសលើសពិតមែនចឹងកុំបានលុបអាវីដេអូដែលកូនបានផុសនឹងហើយគោរពសំទោសដល់មហាជនតំណាងឲ្យអ្នកដែលបានចូលរួមជាមួយគាត់អត់មានពាក់ព័ន្ធទេជាកំណត់របស់ខ្ញុំទេទាក់ទងជាមួយការដុតបំផ្លាញរបស់សៀមនេះគឺជាកំណត់របស់កូនតែម្នាក់ឯងអ្នកចូលរួមគឺគាត់អត់បានមានកំណត់អីចឹងទេទី1ហើយទី2គឺសូមបងប្អូនបើសិនជាមានកំណត់ចង់ពហិការបែបនេះគឺសូមកុំជ្រុលដូចគេសមួយនិយាយទៅកុំរៀងលើដូចគេសមួយពេលខ្លះនិយាយទៅចេះជ្រុលឲ្យបានគិតបានមកប្រើអញ្ចឹងទៅបាទដាក់តនីដាក់បណ្ដាសាដល់អ្នកនាំចូលដល់អ្នកទិញដល់អ្នកប្រើប្រាស់អីហ្នឹងខ្ញុំគិតថាវាជារឿងខុសអញ្ចឹងគាត់នឹងធ្វើពហិការគ្រប់គ្រងរបស់ខ្មែរពហិការចុះប្រើរបស់សៀមគ្រប់គ្រងរបស់ខ្មែរទៅប៉ុណ្្នឹងទៅបានហើយកូននឹងសន្យាថានឹងធ្វើឲ្យបានល្អដើម្បីប្រទេសជាតិបាទគោលដៅធ្វើបានល្អដើម្បីប្រទេសជាតិដើម្បីខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិបន្ថែមទៀតហើយសូមសម្ដេចពុកបាទអត់ទោសឲ្យកូនដូចជាមហាជនទាំងអស់
បាទអត់ទោសឲ្យមេត្តាអត់ទោសដល់ខ្ញុំផងបាទជាពិសេសអ្នកដែលចូលរួមជាមួយខ្ញុំសុំទោសផងអ្នកដែលមកចូលរួមជាមួយខ្ញុំសុំទោសដោយសារអ្នកមកចូលរួមជាមួយគាត់តាមខ្ញុំបាទគាត់តាមខ្ញុំចឹងគាត់អត់មានខុសអីទេអ្នកដែលបានចូលរួមអញ្ចឹងកូនមានតម្រាំដៃ10ឲ្យពុកជាចុងក្រោយកូនបានលុបវីដេអូសកម្មភាពនឹងអស់លេងហើយគឺចាប់ពីថ្ងៃនេះទៅកូនពាក្យឯកាគឺគាត់មិនប្រើរបស់សៀមគាត់នៅខ្លួនឯងមិនប្រើរបស់សៀមហើយនឹងគ្រប់គ្រងរបស់ខ្មែរយើងជារៀងរហូតកូនអរគុណច្រើនកូនសុំទោសជាលើកចុងក្រោយសុំទោសបងប្អូនមហាជនទូទាំងប្រទេសបាទសន្យាថាឈប់ចឹងទៀតហើយអរគុណច្រើន